បាទសួស្តីបងប្អូនមកជួបជាមួយខ្ញុំបន្តទៀតហើយជាមួយវគ្គ2ជាមួយនឹងការបង្កើត account PayPal ឲ្យបានពេញលេញដើម្បីទទួលលុយជាមួយ Facebook Page ឬក៏កម្មវិធីផ្សេងជាមួយដែលមានដាក់កុងធនាគារ PayPal បងប្អូនហើយចំពោះវគ្គ2នេះចំណុចមួយចំនួនខ្ញុំ skin video ទៅវាបាត់បងប្អូនវាមើលអត់ឃើញអញ្ចឹងហើយខ្ញុំក៏បានកាត់វាចោលខ្លះទៅហើយបងប្អូនអាចដល់ចំណុចហ្នឹងបើមានចម្ងល់អាចសួរខ្ញុំបន្ថែមបានព្រោះចំណុចហ្នឹងPayPal របស់យើងវាបិទព័ត៌មានវាមិនឲ្យវាមិនបង្ហាញឲ្យបងប្អូនយើងឃើញហើយយ៉ាងខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរពីព្រោះខ្ញុំបង្កើតវគ្គមុនវាអត់អញ្ចឹងណាហើយដល់បង្កើតលើកនេះវាបិទដល់អញ្ចឹងវាធ្វើឲ្យបាត់ចំណុចខ្លះបើបងប្អូនដល់កន្លែងចំណុចហ្នឹងឆ្ងល់អាចឆាតសួរខ្ញុំបានឬក៏ឆាត private របស់ខ្ញុំក៏បានដែរខ្ញុំនឹងប្រាប់បងប្អូនត្រង់ចំណុចខ្លះហើយដែលបងប្អូនដែលមកធ្វើមិនតាន់បានត្រឹមត្រូវអញ្ចឹងណាព្រោះចំណុចវាបិទបាំង PayPal ហើយវាអាប់ដេតអញ្ចឹងខ្ញុំក៏មិនបានថតជាសកម្មភាពយកទូរស័ព្ទដៃមកថតឲ្យបងប្អូនមើលអញ្ចឹងណាឥឡូវកុំឲ្យខាតពេលយូរមកតាមដានជាមួយខ្ញុំបន្តទៀតយើងចូលក្នុង Play Store មកដើម្បី download បងប្អូនបន្ទាប់មកយើងចុចពាក្យ search មកហើយយើងវាយពាក្យថា PayPal នេះបងប្អូនយើង install វាមកយើងរងចាំតទៅវាបានពេញមកហើយយើងចូលទៅក្នុង app PayPal តែម្ដងបាទតោះឥឡូវ PayPal យើងពេញហើយឥឡូវយើងចូលទៅlogin ចូលមកបងប្អូនយើងចូលទៅ PayPal យើងមកបាទបន្ទាប់ពីយើងបង្កើតហើយយើងដល់កន្លែងចំណុចនេះបងប្អូនគ្រីសវាមកអញ្ចឹងវានឹងមកហើយវាមកសាយឋានរបស់យើងហើយកន្លែងនេះយើងមិនដាក់ទេបងប្អូនហើយកន្លែងនេះយើងយកដុល្លារអញ្ចឹងទៅហើយកន្លែងបន្ទាប់នេះយើងគ្រីសវាយកមកយើងគ្រីសយកមកយើងគ្រីសវាលោយើងយកវាថា computer service បងប្អូនយើងបងប្អូនអាចយកតាមខ្ញុំក៏បានដែរយើងស្រួលវាថា computer សិននេះបងប្អូនយើងយកនេះមកណាបាទណូមកព្រោះយកមាន website ហើយកន្លែងចំណុចនេះយើងគ្រីសមួយបងប្អូនបាទហើយបន្ទាប់មកយើងចុចពាក្យថា next យើងរងចាំវាបន្តិចទៅបាទបន្ទាប់មកយើងចុចពាក្យថា go to home page យើងមកអញ្ចឹងយើងមកកន្លែងដើមវិញហ្នឹងអញ្ចឹងចំណុចទី1នេះយើងបំពេញរួចរាល់ហើយអាស័យដ្ឋានរបស់យើងអញ្ចឹងយើងចូលខាងលើសិនបងប្អូនបាទអញ្ចឹងវា1លើ3ឡើយយើងបំពេញបានមួយចំណុចហើយយើង confirm email បងប្អូនហើយអាទី2នេះយើងមិនបាច់ link bank ទេពីព្រោះយើងអត់មាន bank នៅឥណ្ឌូនេស៊ីទេអញ្ចឹងអាទី3នេះគេឲ្យ upload អត្តសញ្ញាណប័ណ្ណអញ្ចឹងចាំជួបក្នុងវគ្គក្រោយបន្តទៀតបងប្អូន